សម្រាប់ខ្ញុំការបរៀនសិស្សខ្ញុំទីទូទៅខ្ញុំតែងតែសួរសំណួរសិស្សហេតុផលអីដែលត្រូវមករៀនជំនាញនេះព្រោះវាអញ្ចឹងបងប្អូននៅពេលដែលយើងអត់មានហេតុផលច្បាស់លាស់គឺបញ្ហាមួយគឺយើងនឹងបោះបង់កណ្ដាលទីបាទខ្ញុំឆ្លងកាត់ការបរិបទសិស្សគឺខ្ញុំយល់វានឹងច្បាស់ដោយសារអីបើសិនជាយើងអត់មានហេតុផលច្បាស់លាស់ក្នុងការរៀនវាទេយើងនឹងបោះបង់កណ្ដាលទីតែម្ដងអញ្ចឹងសួស្តីបងប្អូនទាំងអស់គ្នាឬក៏សួស្តីបងប្អូនដែលមិត្តរួមអាជីពជាជាងសក់ទាំងអស់គ្នាប្រហែលថ្ងៃមុនខ្ញុំបានផុសពាក់ព័ន្ធជាមួយនឹង poster មួយដែលខ្ញុំបានសរសេរថាហេតុអ្វីបានជាអ្នកជ្រើសរើសយកជំនាញកាត់សក់អញ្ចឹងមានបងប្អូនយើងដែលជាជាងទាំងអស់ដែលមិនថាដៃថ្មីឬដៃចាស់ទេគឺមានការប្រទិញបតិយោបល់រៀងៗខ្លួនអញ្ចឹងឃើញថាល្អមែនទែនតកតងយោបល់របស់គាត់ហើយនឹងមានហេតុផលសមរម្យសម្រាប់គាត់ម្នាក់អញ្ចឹងណាហើយថ្ងៃនេះដែរខ្ញុំក៏បាននឹកឃើញថាធ្វើវីដេអូនេះដើម្បីចែករំលែកថាបងប្អូនណាខ្លះដែលគាត់មានហេតុផលបែបណាដែលគាត់ចាប់ដើមរៀនយកជំនាញកាត់សក់ហ្នឹងបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាពាក់ព័ន្ធនឹង comment ដែលបងប្អូនយើងដែលបាន comment ថាមកពីចេះមកពីចុះបែរគាត់ទៅរៀនយកជំនាញនេះអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនឹងអាន comment នីមួយជាទូទៅបងប្អូនតែចង់ដឹងហើយថាមិនអញ្ចឹងទៅរៀនជំនាញហ្នឹងហេតុផលអីអញ្ចឹង1 2 3បើសម្រាប់ខ្ញុំវិញខ្ញុំតែងតែសួរទៅលើសិស្សរបស់ខ្ញុំថានឹកឃើញមិនបានមករៀនជំនាញកាត់សក់អញ្ចឹងមានអ្នកខ្លះក៏ដោយសារការស្រឡាញ់អ្នកខ្លះទាំងទៅក៏ដោយសារមានមួយទៀតមានសិស្សម្នាក់នោះម៉ៃក្មេងអ្នកបង្ខំមកឲ្យរៀនក៏មានដែរអញ្ចឹងអ្នកខ្លះជាប់បាក់ដប់ទៅមិនដឹងធ្វើអីក៏រៀនជំនាញកាត់សក់អីចឹងទៅណាអញ្ចឹងហេតុផល1 2 3វាអត់ខកត្រូវទេសំខាន់ឲ្យតែបងប្អូនគាត់ថាបងប្អូនជ្រើសរើសវាហើយមានការមុតមមនឹងការតាំងចិត្តដើម្បីដើរដល់ទីវាចប់អញ្ចឹងណាបាទអញ្ចឹងយើងទៅមើល comment បងប្អូនអរគ្នាដែលគាត់ comment ថាមកពីបាទគាត់ឈ្មោះជីវិតនេះបានន័យថាគាត់បាន comment ខ្ញុំអានពីលើចុះក្រោមទៅបាទមកពីការងារកាត់សក់នឹងជាការងារមួយដែលអាចចិញ្ចឹមជីវិតយើងមួយជីវិតហើយក៏ជាអាជីពមួយដែលអាចរកប្រាក់ចំណូលបានប្រចាំថ្ងៃជាប្រភពការងារនៅក្នុងម្លប់មិនពិបាកមិនស្រួលគឺអាចរស់នៅបានយ៉ាងស្រួលជាចំណេះអាចតកូនតចៅបានអញ្ចឹងណាបាទនេះជាហេតុផលដែលគាត់ថាហេតុអីបានគាត់រើសជំនាញមួយនេះបាទអញ្ចឹងយើងទៅមើលមួយទៀតតើតូនកនច័ន្ទដេតខាងអានេះពាក់ព័ន្ធជាមួយនឹងគាត់សួរថាខ្ញុំបរៀនមកចេះប្រមាណអីចឹងទៅបាទអញ្ចឹងបើសិនជាបងប្អូនចង់រៀនជំនាញនេះដែលជ្រើសរើសខាងសាលាខ្ញុំបងប្អូនអាចចាំឆាតតាម Telegram បានអញ្ចឹងណាបាទអញ្ចឹងស៊ូមីនក៏បាន comment ថាមកពីគាត់ស្រឡាញ់ទៅលើជំនាញហ្នឹងអញ្ចឹងទៅបាទហើយអធិស្ឋានផងបងប្អូនអរគ្នាដែលខ្ញុំអាននៅក្នុង comment ឬក៏ឈ្មោះបងប្អូនអត់ត្រូវសូមអធិស្ឋានផងណាព្រោះដោយសារភាសាខ្លះក៏យើងពិបាកក្នុងការអាននេះខ្លះសរសេរទៅដូចរៀងនេះដែរអញ្ចឹងណាបងប្អូនឈ្មោះបាទអញ្ចឹងប៊ុនឈុនជីណូបាទមកពីរៀនធ្វើសំណង់មិនចេះក៏ឈប់រៀនមករៀនកាត់សក់វិញល្អមែនតើអញ្ចឹងអត់អីទេបងប្អូនមកពី1 2 3ក៏មិនសំខាន់ដែរសំខាន់យើងជ្រើសរើសហើយយើងដាក់ចិត្តដាក់កាយក្នុងការដែលយើងរៀនជំនាញនេះឲ្យបានលទ្ធផលបាទហើយគីមីក៏គាត់ថាយ៉ាងមកពីគាត់ស្រឡាញ់អីចឹងទៅហើយកូនសុខខំមកពីគាត់ស្រឡាញ់ដែរអញ្ចឹងទៅបាទហើយបរិយអូប៉ូនេះក៏មកពីការស្រឡាញ់ចូលចិត្តតាំងពីតូចល្អមែនតើអញ្ចឹងណាហេតុផល1 2 3សម្រាប់បងប្អូនដែលគាត់ថាគាត់ចង់ចេះលើជំនាញមួយនេះគាត់មកពីគាត់ស្រឡាញ់មកពីគាត់រៀនមិនបានចេះបានអីចឹងទៅបងគាត់ចេះជំនាញនេះខ្លះក៏មកពីការងារនេះគាត់ថាក្នុងម្លប់ដោយសារតែពេលសាក់គាត់បានបញ្ចេញមតិយោបល់ដែរដោយសារតែខ្ញុំជ្រើសរើសជំនាញកាត់សក់មកពីខ្ញុំចង់ចេះកាត់សក់នេះឲ្យ idol របស់ខ្ញុំគាត់អែទៅបារមីអញ្ចឹងហ្នឹងហើយអញ្ចឹងគឺហេតុផលល្អមែនទែនបាទអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលគាត់ comment ហ្នឹងគឺអត់ខកត្រូវទេបងប្អូនអរគ្នាបាទគឺដោយសារគាត់
ស្រឡាញ់ចូលចិត្តឬក៏គាត់ចង់កាត់ដោយ idol របស់គាត់អញ្ចឹងណាហើយវិចិត្រកាត់សក់តាន់សម័យនេះក៏គាត់បានបញ្ចេញមតិយោបល់ដែរថាមកពីរៀនមិនបានខ្ពស់និងមិនបានរៀនចប់ចង់ចប់ដើមអញ្ចឹងទៅហើយក៏គាត់គិតថាប្រហែលជាគាត់គិតថាអត់មានចំណេះដឹងអីពោះអីចឹងទៅគាត់ថាហ្នឹងវាជាជំនាញមួយដែលមិនសូវបាច់ចាំបាច់ទីមទីចំណេះដឹងអីចឹងណាអូខេហ្នឹងហើយផល្លានៅប៉ុន្តែជំនាញនេះមិនអាចកាត់បានបើន័យថាគាត់មិនអាចកាត់ថ្លៃបានអីចឹងទៅបាទហ្នឹងហើយមកពីចូលចិត្តឆ្លុះកញ្ចក់តារានេះគាត់ថាមកពីចូលចិត្តឆ្លុះកញ្ចក់មែនប្រកាសមែនអ្នកខ្លះគាត់ចូលចិត្តសម្អិតសម្អាងខ្លួនចូលចិត្តស្រឡាញ់ខ្លួនស្រឡាញ់ម៉ូតសក់អញ្ចឹងគឺគាត់ទៅកាត់ទៀងកន្លែងគេ1 2 3មិនត្រូវចិត្តណាជាមួយអញចៅកើតជាងមិនរើសអញកាត់ឲ្យវាស្អាតម្ដងអីចឹងខ្លះក៏មានកម្លាំងបណ្ដាចិត្តកន្លែងហ្នឹងដែរបើពីខ្លួនឯងហ្នឹងចូលចិត្តស្រឡាញ់ម៉ូតសក់អីចឹងទៅឲ្យជាងកាត់វាមិនត្រូវចិត្តចឹងណាបងប្អូនបាទហើយអ្នកខ្លះគាត់ថាមកពីចូលចិត្តហ្នឹងហើយសក់សារិននេះយករៀនជាប់អត់ដឹងធ្វើអីមានតែរៀនកាត់សក់នឹងសាក់ទេបាទនេះគាត់រៀនចប់អត់ដឹងថាចប់បញ្ញាឬក៏ចប់អត់ដល់ទេមិនដឹងដែរបាទអញ្ចឹងដោយសារយូរ៉ានេះគាត់ថាដោយសារតែមុខរបរល្អតែខ្ញុំនៅទៅកាត់សក់កន្លែងគេវាមិនកាត់ឲ្យខឹងគេកាត់ឲ្យបានន័យថារត់មករៀនកាត់សក់មកដែរអូខេល្អមែនតើបងប្អូនអរគុណបាទមានសេរីភាពបានន័យថាការងារនេះអ្នកខ្លះគាត់ថាមានសេរីភាពមែនប្រកបថានេះមានសេរីភាពឯករាជ្យខ្លួនឯងបន្តមកមួយទៀតការចូលចិត្តរៀបចំជូនភ្ញៀវល្អមែនតើបាទហើយអ្នកខ្លះគាត់ការងារខ្លះគាត់ចូលចិត្តសម្អិតសម្អាងគាត់ស្រឡាញ់អតិថិជនណាហើយគាត់ចង់អតិថិជនគាត់ស្អាតអញ្ចឹងណាបងប្អូនអរគ្នាបាទហើយមួយទៀតចាន់ប៉ែនេះគេថាចូលចិត្តមកពីការចូលចិត្តស្រឡាញ់នឹងឯងព្រោះតែអត់ចេះធ្វើសំណងក៏បុណ្ណាច់គេថាអត់ចេះធ្វើសំណងមកពីអត់ចេះធ្វើសំណងមកគាត់មករៀនកាត់សក់ជាងផ្សេងកាត់មិនត្រូវចិត្តនេះខឿនឡុងឌីនេះគេថាជាងនេះកាត់ត្រូវចិត្តដែរកន្លែងនេះខ្ញុំគិតថាភាគច្រើនដែលជា head pod ដែលជាខ្លៃជាកាត់សក់ហ្នឹងក៏សម្បូរដែរតែកាត់កន្លែងគេ1 2 3អញ្ចឹងទៅមិនត្រូវចិត្ត5ចេះទៅចុះមិនត្រូវអញ្ចឹងខ្ញុំរត់មករៀនណាជំនាញខ្លួនឯងតោះចិត្តពេកបាទនេះថាតោះចិត្តពេកអូខេបងប្អូនអរគុណបាទហើយក៏បញ្ញត្តិនេះគាត់ថាដោយសារការនោះគាត់ថាការងារនឹងស្រាលខ្ញុំបានបាក់ជើងធ្វើការងារធ្វើមិនកើតគិតរៀនអាចចិញ្ចឹមខ្លួនឯងរស់ឃើញចាប់ម៉ូតសក់ស្អាតហ្នឹងកាលហ្នឹងនេះគាត់កាត់យូរឆ្នាំហើយអញ្ចឹងបានគាត់នឹងគាត់មានបញ្ហាជើងអញ្ចឹងបានគាត់រើសជំនាញនេះដោយសារគាត់ថាគាត់ការងារនេះគាត់ស្រាលអញ្ចឹងតែម្ដងណាបងប្អូនអរគ្នាបាទហើយពិសេសនេះគឺសួរបរៀននៅណាអីចឹងទៅបាទខ្ញុំបានប្រាប់គាត់ហើយព្រោះជាចំណងចំណូលចិត្តការចេញពីការកំងជាងកាត់សក់រលើកមិនដែលដល់ចិត្តសបោខ្ញុំគិតថាសបោអ្នកដែលមានបញ្ហាមួយគឺកំងជាងអត់ដូចចិត្តទេប៉ុន្តែខឹងពេករត់មករៀនខ្លួនឯងអាហ្នឹងខ្ញុំគិតថាសបោមិនថាភ្ញៀវឬក៏ជាងសក់អ្នកស្លាប់ប្រវត្តិជាងសក់ទេបងប្អូនអរគ្នាខ្ញុំគិតថាខេសមួយនេះគឺជាខេសមួយដែលសម្បូរមែនទែនហើយពាក់ព័ន្ធជាមួយនឹងកំងជាងនឹងមិនបានដូចចិត្តហ្មងបាទហើយអតិថិជនយើងក៏អញ្ចឹងដែរតើបានរោជាងដែលយល់ចិត្តបានហ្នឹងគឺមិនងាយហ្មងបាទនិយាយគ្នាស្ដាប់គ្នាយល់និយាយសួរស្ដាប់គឺមិនងាយទេបាទយើងទៅមើលបន្តទៀតមកពីរៀនមិនកើតអ្នកខ្លះរៀនមិនកើតបើនេះអ្វីដែលរៀនមិនកើតហ្នឹងគឺចង់និយាយថារៀននៅបាក់ឌុបអីចឹងទៅបាទរៀននៅសាលារដ្ឋចឹងទៅព្រោះកាលហ្នឹងក្បាលនោះព្រោះបានកាន់ក្បាលមនុស្សអ្នកនោះគ្រប់គ្នាខ្លាំងណាស់ជាងលីក្រុងសេអនុមកពីដោយសារចង់អីមិនមានម្ដងមួយចង់ប៉ះក្បាលមនុស្សគ្រប់គ្នាហ្មងមកពីខ្ញុំរៀនមកពីខ្ញុំស្រឡាញ់យកបានហៅឈ្មោះទេបងប្អូននេះខ្លះថាដោយសាររយបានលឿនអីចឹងទៅបងប្អូនស្រីគាត់ថាឲ្យតែចេះច្បាស់មិនខ្វះទេអូខេល្អមែនទែនការងារសុចរិតថ្លៃធ្នូហ្នឹងហើយបងប្អូនអរគ្នាគឺការងារនេះសុចរិតមែនទែនថ្លៃធ្នូឲ្យធ្វើឲ្យគេហ្នឹងគឺ
មានអារម្មណ៍ល្អពេលយើងកាត់សាទៅណាមកពីខ្ញុំស្រឡាញ់វាគឺជាជំនាញដែលខ្ញុំស្រឡាញ់ហើយក្រោយជាជំនាញដែលជាជំនាញដែលមិនចេះសាបសូន្យនៅក្នុងโลกដែលខ្ញុំស្រឡាញ់វាខ្លាំងណាស់អូល្អមែនទែនបងប្រុសដឹងសែមបាទស្រឡាញ់កាត់សក់គ្រប់ម៉ូដការងារកន្លែងត្រជាក់មិនសូវហត់នឿយចូលចិត្តលក់ម្ហូបអីចឹងទៅអូញ៉ាឆាក្តៅណាអូខេល្អសិតតែល្អទាំងអស់ដែលបងប្អូនបញ្ចេញមតិយោបល់ថាហេតុផលដែលត្រូវជំនាញហ្នឹងការងារដែលសប្បាយចិត្តជាមួយនឹងភ្ញៀវហ្នឹងណាបាទលើកសម្រស់អតិជនរបស់យើងការងារស្គាល់ជំនាញខ្លួនច្រើនអូខេល្អមកពីគ្មានចំណេះដឹងបងអូចូលចិត្តអ្នកស្រឡាញ់អូខេលាក់នឹងលាក់អញ្ចឹងពាក់ព័ន្ធជាមួយនឹងcomment ខាងលើនេះខ្ញុំមិនបានទៅបានអស់ទេដែលបងប្អូនយើងcommentច្រើនមែនទែនទៅលើហេតុផលនីមួយៗដែលបងប្អូនគិតថាហេតុផលអីដែលបងប្អូនគិតថារៀនកាត់សក់អញ្ចឹងណាអញ្ចឹងខ្ញុំជារួមមកវិញបើសម្រាប់លោកគ្រូបើសម្រាប់លោកគ្រូវិញគ្រូទី1លោកគ្រូមានដូចជាអាចនឹងថាមានពូជគឺថាបានដោយសារភាគច្រើនមីងមាឬក៏ពុកម្ដាយគាត់ចេះលើជំនាញហ្នឹងគាត់ថាមិនចេះខ្លាំងអីទេគាត់ថាចេះសម័យអាពួតមកអញ្ចឹងណាចេះតអាចខាត់បានបាទទី2គ្រូក៏ស្រឡាញ់នៅលើផ្នែកហ្នឹងដោយសារយើងចូលចិត្តតុបតែងខ្លួនយើងចូលចិត្តតុបតែងម៉ូដសក់ទៅឲ្យអ្នកដទៃអីចឹងទៅគឺយើងស្រឡាញ់ពេញចិត្តចឹងទៅបាទហើយក៏នៅវិទ្យាល័យវិញក៏នៅវិទ្យាល័យហ្នឹងគឺមិត្តភ័ក្តិអីហ្នឹងគឺកាត់សក់ឲ្យមិត្តភ័ក្តិអាកត្រៃលឿងយើងហ្នឹងបងប្អូនអរគ្នាបាទអត់មានបាច់ចាំមកញ៉ៃអីទេគឺកាត់អាកត្រៃលឿងហ្នឹងមកបាទហ្នឹងហើយក៏ចំណុចហ្នឹងកាត់អាកត្រៃលឿងហ្នឹងអត់មានបាទទៅផុកស្មាញ់អីច្រើនទេបាទហើយក៏រៀនជាប់ហើយក៏មកឡើងក្នុងភ្នំពេញទៅក៏មិនដឹងធ្វើអីគាត់ថាជំនាញកាត់សក់ហ្នឹងវាស្រួលហើយយើងចង់រៀនតមហាវិទ្យាល័យអីហ្នឹងទៅក៏រើសជំនាញហ្នឹងក្នុងរយៈពេលកន្លះឆ្នាំរៀនពេលរៀនចេះហើយបានឆ្នាំ2026គ្រូចេះកាត់សក់ឆ្នាំ2020ចូលកាត់សក់2025 2006បានគ្រូរៀនកាត់សក់ចេះហើយបានទៅរៀននៅនៅសាកលអីចឹងទៅអញ្ចឹងទាំងអស់នេះជាហេតុផលដែលបងប្អូនមានមូលហេតុដែលត្រឹមត្រូវដែលបងប្អូនជ្រើសរើសជំនាញនេះអញ្ចឹងណាបាទអញ្ចឹងល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានបញ្ចេញមតិយោបល់បើសិនជាបងប្អូនគាត់ថាមិនទាន់បានបញ្ចេញមតិយោបល់ទេបងប្អូនជួយក្នុងការបញ្ចេញមតិយោបល់ក្នុង comment នឹងឲ្យបានច្រើនទៅណាដើម្បីឲ្យដឹងថាហេតុផលអីដែលយើងត្រូវតែជ្រើសរើសលើជំនាញនេះសម្រាប់ខ្ញុំការបរៀនសិស្សខ្ញុំទីទូទៅខ្ញុំតែងតែសួរសំណួរសិស្សហេតុផលអីដែលត្រូវមករៀនជំនាញនេះព្រោះវាអញ្ចឹងបងប្អូននៅពេលដែលយើងអត់មានហេតុផលច្បាស់លាស់គឺបញ្ហាមួយគឺយើងនឹងបោះបង់កណ្ដាលទីបាទខ្ញុំឆ្លងកាត់ការប្រកបសិស្សគឺខ្ញុំយល់វានឹងច្បាស់ដោយសារអីបើសិនជាយើងអត់មានហេតុផលច្បាស់លាស់ក្នុងការរៀនវាទេយើងនឹងបោះបង់កណ្ដាលទីតែម្ដងអញ្ចឹងណាបងប្អូនបាទហើយខាត់ពេលអ្នកណាខាត់ពេលបងប្អូនខាត់លុយបងប្អូនទៀតអញ្ចឹងណាអញ្ចឹងបងប្អូនសម្រេចចិត្តក្នុងការរៀនកាត់សក់ឬរៀនជំនាញលើផ្នែកសក់បងប្អូនត្រូវសួរសំណួរខ្លួនឯងហេតុផលអីដែលយើងត្រូវរើសជំនាញនេះសួរឲ្យស្ដាប់បេះដូងរបស់ខ្លួនឯងបានច្រើនបំផុតណាបងប្អូនទាំងគ្នាអ្នកដែលគាត់មានចំណងចំណូលចិត្តឬក៏ចេញពីទឹកចិត្តបេះដូងរបស់គាត់ទៅយើងធ្វើការងារនេះបានល្អបាទហើយមិនងាយបោះបង់ទេបាទដូចគ្រូអញ្ចឹង20ឆ្នាំជាងហើយគឺនៅស្រឡាញ់វាទោះបីវាមិនអាចទៅខ្លាចជាអ្នកមានទេប៉ុន្តែវាកាត់ចេញពីការស្រឡាញ់ចូលចិត្តហើយចង់តបតែងសក់ឲ្យអ្នកដទៃឲ្យបានស្អាតល្អអញ្ចឹងបាទហើយនៅពេលដែលគ្រូធ្វើការឬក៏ពេលដែលគ្រូដាក់ធ្វើសេវាកម្មឲ្យភ្ញៀវវិសានគ្រូតែងតែមានអារម្មណ៍មួយគឺចិត្តផ្ចង់ហើយបដោតអារម្មណ៍មូលតែម្ដងក្នុងការដែលធ្វើទៅលើវាហើយនឹងយើងធ្វើទៅដោយមានការទៀងទាត់ប្រឹងប្រែងទៅលើចំណេះជំនាញនេះហើយយើងផ្ដល់សេវាកម្មឲ្យគេបានល្អបំផុតតែប៉ុនជាមួយនឹងទៅលើវិស័យនេះតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាក្នុងយល់ហេតុផលយ៉ាងម៉េចដែរពាក់ព័ន្ធជាមួយនឹង poster ដែលខ្ញុំបានសរសេរនៅខាងលើហ្នឹងអញ្ចឹងបើសិនជាបងប្អូនណាដែលអត់ទាន់បានបញ្ចេញមតិយោបល់យើងអាចឲ្យលោកគ្រូបានដឹងផងមូលហេតុ1 2 3ណាអូខេអរគុណច្រើនសម្រាប់វីដេអូមួយនេះដែលអរគុណសម្រាប់បងប្អូនដែលបានចូលរួមក្នុងការ comment ជ័យលេងតាម
page របស់លោកគ្រូអរគុណច្រើនណាសូមឲ្យអ្នកនរគ្នា